បាទជំរាបសួរបាទពីអាវ៉ាន់ថ្មីមិនណែនាំបាទអំហ្វបាទអំហ្វថៃនេះថ្មីទេមិនមកទឹកទេណាខ្ញុំយកស្លាមបាទវាមានសៃឡែនកណ្ដុងវា4 ទឹកកន្លះសៃឡែន1 ទឹកកន្លះអញ្ចឹងវាចូល5 ទឹក 6 ទឹកកណ្ដុងវាទាំងសៃឡែនបាទសៃឡែនហើយក្រប 5.5 បាទហើយស្មើឌីខបរីបាទ3 ដក 24 គុណឲ្យ42បាទស្មើបាសជាភ្នែកមេគុណក៏ធំដែរបាទកម្រិតសូមមកវាកម្រិតសូមវាពី2 ដល់ 24បាទមុខវាគឺមុខខ្សែបាទមុខខ្សែ2ហើយកន្លែងនេះយើងស្រេប្រើបាទស្រេ10 ម៉ែត្រ10 ម៉ែត្រ 30 ម៉ែត្រ 40 ម៉ែត្រ 50 ម៉ែត្របាទដល់200បាទមើលគោដៅដល់200 ម៉ែត្រគោដៅវាខ្ញុំធ្វើតេស្តហើយខ្ញុំធ្វើតេស្ត50 ម៉ែត្របាទជាមួយខ្ញុំឲ្យមើលគោដៅខ្ញុំអត់បានធ្វើតេស្តបាញ់ឲ្យបងប្អូនមើលទេតែខ្ញុំបាញ់រួចហើយគោដៅស៊ី50 ម៉ែត្រប៉ុនមេដៃបាទជាមួយខ្ញុំឲ្យទៅមើលកន្លែងទាំងស៊ីរបស់ខ្ញុំបាទបងប្អូនចង់បានអាចតំណែងឲ្យលឿនបាទព្រោះខ្ញុំលក់ចោះតម្លៃចូលឆ្នាំនេះបាទហើយដបវានេះ0.50 បាទកន្លះលីត្របាទដបវាបាញ់3 ទឹកបាទមានកងចាប់ជើងហើយមានបងបាទនេះបងវាជាមួយខ្ញុំដោះបងបាទនេះបងរបស់វាបាទដាក់បាន12 គ្រាប់បាទមួយគ្រាប់1 2 3 4 5 6 7 8 9 10 11 12 បាទនេះ12 គ្រាប់មកបងវានេះដាក់បាន12 គ្រាប់បាទហើយការយើងដាក់ហើយយើងសក់បញ្ចូលចឹងមកបាទខ្ញុំទៅលក់បញ្ចុះតម្លៃបើចង់បានអាចតំណែងមកលឿនបាទព្រោះអីវ៉ាន់មានកំណត់បាទណាបាទយកមុនបានមុនហើយបាទហើយមានជើងត្រមានសមែនិយាយទៅមកឈុតវាទាំងអស់ទាំងស្នប់ទាំងសមែទាំងអីខ្ញុំលក់បញ្ចុះតម្លៃបាទត្រូវការលុយបាទហើយគោដៅច្បាស់ណាស់បាទនេះយើងរុញចូលចឹងមកបាទដៃមួយយើងបាក់រុញតិចក្របវារត់ចូលស្នែវាតឹងណាកាច់ចុះក្រោមចឹងមកហ្នឹងយើងបាញ់បានហើយបាទការអាមេមកវាគឺយើងចង់អាមេអានេះហើយមកអានេះអាមេដុំអុកបាទអាមេហើយយើងអាមេអានេះដាក់ក្របក៏បានហើយពេលយើងឈប់បាញ់យើងកេះកាយមកយើងទប់អានេះមកយើងបលែងទៅវិញហើយយើងចឹងមកបាទបលែងទៅវិញហើយបើយើងកុំអាមេ2 ដងអានេះយើងដាក់អាមេបញ្ចូលក្របហើយអញ្ចឹងយើងត្រូវការបាញ់យើងអាមេតានេះមកហើយដល់ពេលយើងបាញ់រួចហើយចាំយើងទាញអានេះវាមកទាំងដុំអាមេទាំងកន្លែងអាមេដាក់ក្របបាទហើយបើយើងចង់ឈប់បាញ់យើងដូចខ្ញុំអញ្ចឹងណាទុកកាយវលែងអញ្ចឹងមកហើយបាទហើយនេះដុំទុកខ្យល់វាបាទយើងដាក់ខ្យល់បាន3000 ទៅ 4000 psi បាទតែនេះខ្ញុំបាញ់ធ្លាក់នៅសល់ត្រឹមតែ 2000 ជាងទេអញ្ចឹង 2000 ទៀងយើងត្រូវការសពឡើងដល់ 3500 4000ក៏បានដែរបាទតាមបងប្អូន
មានសពបាទហើយការតាំងខ្យល់របស់យើងគឺកាក់ខ្យល់នេះកម្រិតខ្យល់របស់វាចេញ1800 psi បាទដល់ពេលយើងបាញ់អានេះធ្លាក់មកចិត្តលេខ2នេះគឺអាហ្នឹង 2000 បាទអញ្ចឹងយើងសបវាវិញមកកុំឲ្យវាធ្លាក់ខ្យល់ក្រោមហ្នឹងអានេះក៏វាធ្លាក់ដែរអញ្ចឹងការតាំងខ្យល់ពីកាក់ខ្យល់នេះគឺកម្រិតរបស់វាគឺ1800 psi បាទនៅក្នុងដបបើយើងបាញ់អាញូអុកនេះអញ្ចឹងវាថេគឺវានៅតែ1800ទេសំខាន់ខ្យល់នេះយើងសប់ឲ្យលើសពី2000ទៅ3000 4000យើងកុំឲ្យធ្លាក់ក្រោម2000បាទព្រោះអានេះវាតាំង1800បាទវាប្រឡាក់ដីបន្តិចបាទខ្ញុំធ្វើតេស្តមិញបាទហើយនេះមានចឹងទ្រាំមានអីមកឈុតវាហ្នឹងលើកចោះតម្លៃបាទបងប្អូនធ្វើការរួចរាន់ឡើងបាទព្រោះវ៉ាន់មានកំណត់បាទឥឡូវខ្ញុំឲ្យទៅមើលកន្លែងខ្ញុំបាញ់ផ្ទឹងស៊ីបបាទហើយនេះខ្ញុំប្រើ 5.5 បាទក្របសិតទេហើយបងប្អូនចង់លេងក្របស្លាក់យើងដូរកណ្ដុងចេញតែយើងលេងក្របសិតទៅបានគោលដៅ100 ម៉ែត្រចុះបាទធានាតែគោលដៅ100 ម៉ែត្រចុះហើយមកប្រាប់ពីរបៀបតាំងសម័យបន្តិចរបៀបតាំងសម័យយើងដំបូងយើងតាំង10 ម៉ែត្របានហើយបាទតាំង10 ម៉ែត្រហើយយើងសេរីនេះអានេះស្វែងស្ដាំយើងសេរីស្វែងស្ដាំចំចំណុចគោលដៅថា10 ម៉ែត្រចំក្រហមនឹងហើយគឺយើងអត់សេរីអាស្វែងស្ដាំនេះទៀតទេយើងសេរីទៅលើក្រោមនេះ10 ម៉ែត្រចំគោលដៅចំណុចក្រហមអញ្ចឹងយើងខាងនេះយើងលេងសេរីហើយបាទខាងស្វែងស្ដាំនេះយើងឈប់សេរីហើយយើងសេរីតែលើក្រោមនេះទេបាទអានេះខ្ញុំតាំងបាន60 ម៉ែត្របាទ60 ម៉ែត្រគោលដៅលេង60 ម៉ែត្រខ្ញុំតាំងនេះតែវាលេងដល់100តែខ្ញុំតាំងបិទកម្រិតនេះកម្រិតម៉ែត្រនេះគឺតាបាន60ទេបាទឧទាហរណ៍ថាយើងបាញ់10 ម៉ែត្រអានេះខ្ញុំដាក់10 ម៉ែត្រ 20 ម៉ែត្រអញ្ចឹងកម្រិតរបស់វា10 20 ម៉ែត្រគឺវានៅចំចំណុចក្រហមអញ្ចឹងយើងនៅបិទអាហ្នឹង10 ម៉ែត្រ 20 ម៉ែត្របាទដល់ពេលយើងបាញ់30 ម៉ែត្រក្របវានឹងធ្លាក់កាលក្របផ្សិតគឺបាញ់ឆ្ងាយទៀតគឺវាធ្លាក់ហើយវាធ្លាក់អញ្ចឹងយើងសេរីអានេះមកសេរីឲ្យខ្សែត្រេរត់ចុះបាទរត់ចុះ30 ម៉ែត្រនេះត្រឹមលេខ2នេះបាទខ្ញុំអត់តន់បងលេខទេតន់បិទឆ្កុតបងលេខទេបាទអញ្ចឹងលេខ2នេះវា30 ម៉ែត្រហើយដល់ពេលយើងដាក់30 ម៉ែត្រហ្នឹងហើយយើងដាក់តាំងឲ្យដាក់គោលដៅ40 ម៉ែត្រគ្រាប់រត់ធ្លាក់ទៀតយើងសេរីអានេះទៀតបាទសេរីខ្សែត្រេឲ្យធ្លាក់ទៀតទៅតាមគ្រាប់ធ្លាក់បាទអញ្ចឹងយើងតាំង40 ម៉ែត្រចំគោលដៅថា40 ម៉ែត្រចំហើយចំគោលដៅយើងហើយប៉ិនមេដៃហើយប៉ិនក្រូចឆ្មាហើយអញ្ចឹងយើងយកទៅដាក់គោលដៅ50 ម៉ែត្រទៀតបាទ50 ម៉ែត្រយើងបាញ់សាកមើលទៀតយើងអត់តន់សេរីទេយើងសាកអាគោលដៅយើងសេរីហើយ40 ម៉ែត្រហ្នឹងយើងបងលេងហើយហ្នឹង40 ម៉ែត្រកម្រិតសូមរបស់វាគឺខ្ញុំអត់បានសូមទេគឺ6ខ្ញុំបាញ់40 ម៉ែត្រនេះនៅ6ទេអញ្ចឹងបងប្អូនចង់ថាកំណត់ថា40 ម៉ែត្រនេះបងប្អូន10អាសូមនេះក៏វាឡើងគោលដៅខុសគ្នាដែរបាទកម្រិតសូមនេះមិនមែនថា10 ម៉ែត្រយើងសូមពី
6ទៅ5 10អីគឺគោលដៅវានៅដែរទេ20 15 16 10អីគោលដៅវានៅដែរទេអត់ទេគឺកាលណាយើងកាន់តែសូមគោលដៅវាគឺខុសអញ្ចឹងយើងកំណត់ថាយើងបាញ់30 ម៉ែត្រយើងសូមកម្រិតដែលមើលឃើញអញ្ចឹងដូចថាឧទាហរណ៍ថាសូមត្រឹមលេខ8លេខ10ចុះគោលដៅ30 ម៉ែត្រអញ្ចឹងយើងកំណត់30 ម៉ែត្រហ្នឹងមកកម្រិតសូមវាហ្នឹង30 ម៉ែត្រយើងបង់លេខហ្នឹងនេះកម្រិតសូមខ្ញុំនេះ6ខ្ញុំដាក់ទៅ6សូមទេវាសូមពី6ដល់24អញ្ចឹងខ្ញុំអត់តន់សូមទេវាគោលដៅនៅត្រូវបាទដូចថាយើងបាញ់50 ម៉ែត្របាញ់50 ម៉ែត្រគោលដៅយើងស្រេ50 ម៉ែត្រមកបាទយើងសូមត្រឹមលេខ10សូមនៅលេខ10អញ្ចឹងគោលដៅយើងដាក់50 ម៉ែត្រហ្នឹងវាចំហើយគឺយើងបង់លេខអញ្ចឹងមកបាទនេះខ្ញុំដាក់គោលដៅ60 ម៉ែត្រគឺគ្រាប់វាធ្លាក់អញ្ចឹងខ្ញុំសេរីដើម្បីឲ្យខ្សែត្រេនឹងធ្លាក់អញ្ចឹងគោលដៅឲ្យវាចំបាទនេះ60 ម៉ែត្រនេះ50 ម៉ែត្រសូមលេខ10អានេះ60 ម៉ែត្រសូមក៏លេខ10ដែរបាទដល់មក40 ម៉ែត្រនេះគឺខ្ញុំធ្លាក់ខ្ញុំអត់បានសូមទេគឺលេខ6បាទអាហ្នឹងមកប្រាប់ពីរបៀបស្រីសម័យបាទហើយអញ្ចឹងអាលេខ2នេះខ្ញុំអត់បានបង់បាទកម្រិតរបស់វាគឺ30 ម៉ែត្រដល់មកអានេះគឺ10 ម៉ែត្រ20 ម៉ែត្រគឺវានៅចំគោលដៅអញ្ចឹងខ្ញុំដាក់10 ម៉ែត្រ20 ម៉ែត្របាទកម្រិត6ខ្ញុំអត់សូមដែរបាទហើយអាការមើលនេះគឺចឹងដែរបាទឧទាហរណ៍យើងមើល10 ម៉ែត្រយើងមើល10 ម៉ែត្រគឺយើងពវល់ត្រឹម10 ម៉ែត្របាទយើងមើល20 ម៉ែត្រគឺពវល់20 ម៉ែត្រ30 ម៉ែត្រគឺយើងស្រេ30 ម៉ែត្រទៅ50 ម៉ែត្រអញ្ចឹងគោលដៅវាមើលទៅតាមឆ្ងាយចិត្តដូចគ្នាបាទបើយើងអត់ស្រេវាមើលអត់ច្បាស់បាទវាប្រើបាទហ្នឹងយើងច្បាស់នឹងស្មើដែរបាទយើងអ្នកលេងគឺយើងត្រូវតែស្មើនឹងស្មើដែរបានយើងដឹងថាគោលដៅធ្វើមិនបាញ់មិនអញ្ចឹងគេមានម៉ែត្រវាស់គេដូចថាចម្ងាយ30 ម៉ែត្រឬ20 ម៉ែត្រ10 ម៉ែត្រអញ្ចឹងសัตว์នៅចម្ងាយណាគោលដៅសัตว์នៅចម្ងាយណាគេសេរីស្មើទៅតាមហ្នឹងបាទតាមកម្រិតហ្នឹងបាទអាហ្នឹងវីដេអូគេបញ្ចេញច្រើនតែនេះខ្ញុំមកបង្ហាញចំណេះដឹងតិចតួចទេបាទបងប្អូនណាមិនទាន់ចេះអាចយកជាបទពិសោធន៍បានបាទមកបងប្អូនណាគាត់ចេះហើយគេចេះទៅបាទឥឡូវខ្ញុំឲ្យទៅមើលគោលដៅខ្ញុំបាញ់បាទគោលដៅខ្ញុំបាញ់គឺ50 ម៉ែត្រនេះប្រឡោះស្វាយនេះវាចូលនេះ10 ម៉ែត្រ5 ម៉ែត្រ5 ម៉ែត្រមកប្រឡោះទៀតវាចូល10 ម៉ែត្រមកប្រឡោះហ្នឹង5 ម៉ែត្រអានេះ15 ម៉ែត្រមកប្រឡោះទៀត20 ម៉ែត្របាទ20 ម៉ែត្រ20 ម៉ែត្រមកប្រឡោះទៀត25មកប្រឡោះទៀត30នេះគោលដៅនោះបាញ់30បាទ30អានេះវាខុសគោលដៅខ្ញុំតន់សេរីត្រូវអានេះខ្ញុំសេរីត្រូវបាទវាចូលគោលដៅបាទអានេះរឿងបច្ចិតតិចដល់ពេលយើងសេរីត្រូវមកវាចូលគោលដៅបាទឥឡូវមើលទៅមើលចម្ងាយ50 ម៉ែត្របាទចូលអានេះមកហើយវាចូល15 35 40នេះចូល45បាទ45បាទចូល45ចំគោលដៅនេះគឺចូល50បាទអញ្ចឹងអានេះខ្ញុំតាំងស្មើទេអានេះខ្ញុំអត់តន់បានតាំងបាទវាក៏រត់ខុសគោលដៅអានេះអីខ្ញុំអត់តន់បានតាំងបាទអានេះខ្ញុំតាំងចំគោលដៅហើយបាទ
ខាងចំគោលដៅបាទអានេះខ្ញុំបាញ់ធ្លាក់បាទចំគោលដៅដូចគ្នាបាទអញ្ចឹងអានេះខ្ញុំសេរីហើយបាទសេរីហើយគឺវាចំគោលដៅតែម្ដងបាទ50 ម៉ែត្រអានេះនិយាយរួមយើងនិយាយស្មោះត្រង់ទាំងអស់គ្នាមិនមែនថាខ្ញុំបាញ់ចិត្តហើយយកមកបិទយកមកអីទេគឺចម្ងាយខ្ញុំបាញ់50 ម៉ែត្របាទនិយាយមុខថ្ងៃបាទរស់ស៊ីស្មោះត្រង់បាទខ្ញុំបាញ់ចម្ងាយ50 ម៉ែត្របាទអានេះចម្ងាយរបស់វាបាទចំគោលដៅ50 ម៉ែត្របាទខ្ញុំបាញ់2បាទអានេះក៏ចំដែរបាទខ្ញុំសេរីហើយបាទតែយើងមិនតាន់សេរីវារត់ខុសបាទបើយើងសេរីយកគោលដៅឲ្យចំចំណុចក្រហមគឺ50 ម៉ែត្របាទហើយអានេះខ្ញុំសេរីស្មើបាទគោលដៅខ្ញុំយក50បាទដោយសារខ្ញុំអត់មានដាក់ទូរស័ព្ទដែលមើលខ្សែត្រេឃើញដូចគេបាទអញ្ចឹងខ្ញុំអានេះខ្ញុំធ្វើតែហើយបាទថតវីដេអូឲ្យបងប្អូនមើលបាទអានេះវារត់ខុសនេះដោយសារយើងអត់តាន់សេរីបាទដល់ពេលយើងសេរីមកចូលនេះបាទចូល3គ្រាប់នេះបាទអានេះយើងរៀងភ្ញូចដៃតិចវារៀងញាក់ដៃវាអត់ដូចយើងគេចាប់មកគុំទេបាទយើងបាញ់ដោយដៃផ្ទាល់អត់ដូចគេចាប់គុំទេអញ្ចឹងវារៀងញាក់បាទប៉ិនមេដៃហ្នឹងបាទសัตว์ប៉ុណ្ណឹងកុកអីមិនមែនប៉ិនមេដៃទេបាទកុកលោអីគឺធំដែរប៉ិនកដៃប៉ិនកដៃកូនក្មេងកដៃយើងដែរសត្វធំគឺធំប៉ុណ្ណឹងដែរម្ដងធំយ៉ាងហ្នឹងទៀតក៏មានដែរចឹងគោលដៅគឺវាចូលបាទអញ្ចឹងវាលេងបានទៅដល់វីដេអូខ្ញុំរៀងវែងតិចហើយបាទវីដេអូខ្ញុំវាប៉ុណ្្នឹងទេបាទអរគុណបាទនោះគោលដៅដែលខ្ញុំបាញ់បាទកន្លែងតង់ហ្នឹងបាទតែប៉ុណ្្នឹងទេបាទអរគុណជម្រាបលាហើយចង់បានឆាប់ឲ្យតាន់ពេលតាន់វេលាបាទ promotion ចោះតម្លៃបាទអរគុណជម្រាបលាបាយបាយ